បាទយើងខ្ញុំនឹង3នាក់សូមគោរពបាទជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែទេសនាជាមួយនឹងវីដេអូរបស់ខ្ញុំបាទហើយថ្ងៃនេះបានជួបលោកគ្រូហបពៅទៀតហើយជួបទៀតហើយបានជួបខុសមុនថ្ងៃហ្នឹងបាទខុសមុនមិនខុសមុនយើងលេងត្រអ៊ូត្រសោអញ្ចឹងណាបាទឥឡូវយើងយកត្រដូនតាយើងមកគេហៅត្រព្រើនណាត្រព្រើនបាទលោកគ្រូបាទត្រអ៊ូមិនបានគេហៅត្រអ៊ូតកូលអ៊ូចិនចំហ្មងហើយចិត្តត្រសោបងថ្លៃបាទគ្រូដឹងច្បាស់ហ្មងច្បាស់ហើយសួរទៀតទៅសិក្សាពីណាមកនេះបាទដឹងសិក្សាតាំងពីដើមមកតាំងពីដូនពីតាមកមានតកូលអ៊ូតកូលណែលបងអ៊ូឃើញទេចាត់គេតានិយាយវីដេអូពីដើមហ្នឹងគេនោះបាក់មើលបាទបើខ្ញុំសោប្រែតែអស់កម្លាំងសោខាងព្រើនអស់កម្លាំងខាងបាទទីមានជ័យសោល្វើយសោល្វើយដូចមកពីស្ទូងស្រូវចេះអូសោណាអូសោណាវើយអូចិនហៅបងថ្លៃតែអស់ស្ទូងបានតាមកអាហ៎គ្រូមកអាគេតែមកដល់ផ្ទះវិញគេថាសោណាថ្ងៃនេះឈានបានមកប៉ានេះមកប៉ាមកមិនហ៊ានបាទឥឡូវនេះអូនេះវាធួងបាទអូម៉ែបងប្អូនបាទជាស្គាល់ហើយអាចនឹងស្គាល់ស្គាល់មិនអត់ទេបើមើលខាងនេះបាយជាអត់ស្គាល់ទេតែពេលដែលគាត់តុបតែងណាតុបតែងស្គាល់ដឹងយ៉ាក៏យ៉ាលកនភាសាបាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំអត់ដែរទើបបានអត់យុគតារាគាត់អញ្ជើញខ្ញុំមកលេងមកថតដើម្បីកំដរពុកម៉ែបងប្អូននិងជាការសម្ដាប់បទចម្រៀងរបស់អូនយុគតារាផងនិងលោកគ្រូហៅពៅផងបាទអរគុណច្រើនបងប្អូនទាំងឡាយគាត់នឹងឯកទេសជំនាញខាងល្ខោនភាសាតួអង្គជាអ្នកសម្ដែងហៅយៈវ៉ាតនៅខាងលកាកងអូបណាក៏ស្គាល់ខាងនោះបាទចឹងកុំឲ្យកាត់ពេលវេលាយូរដាក់ព្រើនតិចគូណាជាចង្វាក់ព្រើនពីដើមបាទយើងបលីងហើមរូងណាបាទចង់ដឹងថាព្រើននោះមានន័យថាម៉េចប្រែយ៉ាងណាវគ្គក្រោយខ្ញុំនឹងបកស្រាយចាំចម្ងល់ពាក្យថាព្រើននោះមានន័យយ៉ាងណាបាទឥឡូវស្ដាប់នឹងចម្រៀងសិនគូណាបាទស្ដាប់ចម្រៀងជាមួយនឹងខ្ញុំបាទក្រុមខ្ញុំបាទ3នាក់ដូចទៅច្រៀងផងបាទខ្ញុំច្រៀងដែរណាបាទសូមអញ្ជើញបាទ Thank you.
គ្រូ ដាក់ព្រើនពីដើមគេលេងអញ្ចឹង ខ្ញុំប៊ីងចូលមែនទេ បាទពីដើមតែអញ្ចឹង ចង់កាច់ស្មាចូលម្ដងដែរ ស្មាទៅវាញាក់មកអញ្ចឹង គូមិញខ្ញុំនិយាយរឿងព្រើនណា បាទព្រើន ចង់និយាយទាក់ទងនឹងហៅថាចង្វាក់ព្រើនបន្តិចប៉ុន្តែខ្ញុំមិនមែនជាអ្នកចេះដឹងអីទេគឺជាអ្នកជំនាន់ក្រោយដែរទេហើយក៏បានធ្លាប់ដឹងតាមរយៈចាស់ដែលគាត់ដំណាលមកថាណា ដើមតារបស់យើងហ្នឹងណាហើយក៏ធ្លាប់ជួបផ្ទាល់ដែរធ្លាប់ជួបចង្វាក់ព្រើនបែបព្រើនហ្នឹងគឺថាឥឡូវមុនចូលដល់ថាចង្វាក់ព្រើនហ្នឹងខ្ញុំចង់និយាយអំពីអត្ថន័យនៃព្រើនហ្នឹងមានន័យថាម៉េច បាទ ភាសានេះខ្ញុំបានសិក្សាស្រាវជ្រាវជាមួយនឹងតាមរយៈឯកសារខ្លះចង្វាក់ព្រើននេះមានន័យថារីករាយ ព្រើននឹងរីករាយ តែរីករាយមានន័យអត្ថន័យបែបហ្នឹងណាហើយភាសានេះគឺខាងខ្មែរយើងខ្មែរលើ បាទខ្មែរលើខ្មែរសំដៅខ្មែរលើខ្មែរគួយណា បាទខ្មែរគួយពីដើម នៅឲ្យប្រសិទ្ធនាមឈ្មោះថាព្រើននោះបាទចង្វាក់ព្រើនគឺថាចង្វាក់រីករាយបើជាភាសាខ្មែរយើងគឺចង្វាក់ប្រជាប្រិយនេះជាប្រិយណាគឺណាបាទប្រជាប្រិយបែបចំនួនបែបតំបន់ ចឹងបានលេងបត់ហោមរងមិញគាត់លេងមកប្រុងរីករាយប្រុងចូល បាទ ប្រុងចូលញាក់ស្បៀនស្មា ដែរហើយមួយទៀតកន្ទ្រឹមបាទកាន់ទ្រឹមបើខាងសរិនគេហៅថាកាន់ទ្រឹមបើខ្មែរយើងគេហៅព្រើនបាទខ្មែរលើណាបាទនៅខាងឧបលបរិរមអីសកេតអីចឹងណា ឬប្រុងចូលមកប្រុងស្ងាត់ទៀតរងពេក គេហៅថាចង្វាក់កាន់ទ្រឹមបើខ្មែរយើងហៅព្រើនហ្នឹងហើយវាហាក់ប្រហែលគ្នាគូណាប្រហែលគ្នាហៅវប្បធម៌ហាក់ប្រហែលគ្នាអញ្ចឹងយើងពិបាកចែកឲ្យដាច់ណាចែកប៉ុន្តែការបកស្រាយរបស់ខ្ញុំបាទតំបែងមិញនេះមិនដឹងថាត្រូវ 100% ឬយ៉ាងណាទេប៉ុន្តែអ្វីដែលឯកសារស្រាវជ្រាវមកគឺវាសមស្របនឹងទំនៀមទម្លាប់ប្រពៃណីរបស់យើងតាំងពីដូនតាមកភាគច្រើនគេលេងចង្វាក់ព្រើននោះគឺសុំបារមីឬសុំសេចក្តីសុខអំពីវត្ថុស័ក្តិសិទ្ធិហ្នឹងហើយចង្វាក់ព្រើនណាហើយមួយទៀតគេលេងរបៀបជាលក្ខណៈសុំទឹកភ្លៀងហ្នឹងទឹកភ្លៀងត្រូវមុនសុំតម្រាំបានសុំមកជោគទឹកភ្លៀងនឹងជោគអីពីរកាននៅខាងមុខនោះគេហៅរំហែនាងម៉ែវនោះហ្នឹងហើយពីរកានបាទហែនាងម៉ែវគឺមិនទេគេដាក់ឆ្មានៅក្នុងទ្រុងមួយមកគេដាក់ស្នែងណាស្នែងសែងមុខក្រោយអញ្ចឹងទៅពេលក្រុមតន្ត្រីព្រើនយើងប្រគំតាមថាស្រុកតាមភូមិអញ្ចឹងណាអ្នកស្រុកអ្នកភូមិក៏ដងទឹកមកកថាងមកធុងស្រោចឆ្មាហ្នឹងស្រោចឆ្មាដើម្បីឲ្យតិចទៅជុំមកហើយសុំទឹកភ្លៀងមួយមេមកទៅស្រែទៅចង្ការអញ្ចឹងណាតម្រាំភ្លៀងចប់ថ្មងចង់ឆ្មាចង់ឆ្លក់បាទចេះគ្រូចង្វាក់ព្រើនហ្នឹងគឺមានតាំងពីសម័យយូរលង់ណាស់មកហើយហ្នឹងហើយខ្ញុំគេលេងសម្រាប់ថ្វាយព្រះមហាក្សត្រកាលពីសម័យអង្គរលោកបានតូតនិងបានទេសនាកំសាន្តហើយក៏មានវិជាប្រៃរហូតមកនៅដិតដាមគេហៅថាស្ថិតនៅក្នុងវាស្និទ្ធស្នាលជាមួយនឹងប្រជាកសិករហ្នឹងហើយត្រូវធ្វើស្រែធ្វើចង្ការក៏គេយកចង្វាក់នោះមកប្រគំជាលក្ខណៈសบายរីករាយបែបក្នុងស្រុកក្នុងភូមិពេលច្រូតកាត់ហើយបាទស្រៀបនៅមានស្រៀបបាទសៀមរាបនៅមានសៀមរាបខ្ញុំនៅមានកន្លែងដែលត្រូវបកស្រាយច្រើនទៀតបាទអ្វីដែលយើងបកស្រាយគឺយោងតាមឯកសារដែរទេបាទហើយក៏ធ្លាប់ឃើញធ្លាប់ឮដែរហើយវគ្គបន្តខ្ញុំនឹងនិយាយឲ្យអស់សេចក្តីជាងនេះទៀតបាទអញ្ចឹងឥឡូវអ្វីដែលខ្ញុំសូមនិយាយប៉ុណ្ណេះបាទអរគុណបាទអរគុណជូនពរបាទ